រិកមានការកើនឡើងអញ្ចឹងហ៎បងបារម្ភរឿងតាក់ទងនឹងប្រអប់ស្នោផ្លាស្ទិកហើយនឹងដូចមួយទៀតដូចដបទឹកហ៎បងតាក់ទងនឹងដបទឹកក៏មានផ្លាស្ទិកដែរដោយសារតែគេរកឃើញថាមានម៉ូលេគុលទូចៗនៅក្នុងដបទឹកនឹងទៀតអញ្ចឹងហ៎បងហើយពិភពលោកក៏គាត់មានការព្រួយបារម្ភដែរបងអាចកាត់បន្ថយខ្លះបានកាត់បាទយើងប្រើជាថង់ផ្លាស្ទិកជាដូចជាកាប់អីប៉ះពាល់សុខភាពអត់ដែរចាប្រាប់ច្រើនពាក្យច្រើនប្រាប់គាត់ថាអានឹងថង់ប្រើថង់ផ្លាស្ទិកឬកែវយ៉ាងនេះប៉ះពាល់សុខភាពអាចបងព្រោះឃើញខាងពេទ្យគេផ្សាយដែរក្នុងពេលដែលយើងដាក់ម្ហូបដាក់អីទៅគឺថាយើងទុកវាយូរអាកម្ដៅវាឡើងហ្នឹងក៏អាចប៉ះពាល់ដែរពេលយើងបរិភោគទៅបងធម្មតាយើងទៅលក់គេមានតែខ្ចប់អាហ្នឹងឲ្យបងយើងទៅទិញគាត់ថាវាអត់ល្អប៉ុន្តែវាអត់មានម្រិតពួកកន្លែងគេលក់មានតែអញ្ចឹងបងរៀងភ័យដែរព្រោះវាធម្មតាទុករៀងមុំយើងទៅដល់បើសិនយើងហូបនៅកន្លែងគេអីពេលខ្លះយើងខ្ចប់អញ្ចឹងយើងទុកយូរទៅទោះតែត្រជាក់យើងបានហូបអញ្ចឹងវាអាចប៉ះពាល់ដែរចាហើយគាត់ថាវាអត់ប៉ះពាល់ភ្លាមតែវាទៅអនាគតអញ្ចឹងទៅដើម្បីជៀសវាងការជំងឺមហារីកហ្នឹងយើងអាចបដូរជាដាក់ជាស្រាក់ឬក៏មានជាយើងយកមកពីផ្ទះបងចឹងហើយបងព្រោះអីខ្ញុំឥឡូវអត់សូវញ៉ាំជាប្រភេទកាហ្វេឬក៏អីដាក់ក្នុងថង់ផ្លាស្ទិកច្រើនទេខ្ញុំដូរមកដាក់នៅកំប៉ុងដែកនេះវិញបងព្រោះអីវាសុវត្ថិភាពជាងព្រោះអីសុខភាពយើងសំខាន់ជាងបងខ្ញុំសូមផ្ដាំទៅអ្នកទាំងអស់គ្នាថាកុំញ៉ាំរបស់នៅក្នុងថង់ផ្លាស្ទិកច្រើនដែរព្រោះវាអត់ល្អចំពោះសុខភាពពេលដូរមកញ៉ាំជាកំប៉ុងដែកឬក៏យើងមានកំប៉ុងអីផ្សេងដើម្បីជៀសវាងការជំងឺមហារីកហ្នឹង